បងស្រីទេពធីតាអាកាសធាតុក្តៅណាស់ឆាប់ផឹកទឹកផ្លែម៉ាយជូរនេះបំបត្តិកម្ដៅទៅលីងជីតុងនេះក្មេងនេះចង់ទៅត្រើយម្ខាងនៃស្រះមកគ្រាខ្ញុំទៅបងស្រីហត់ហើយទុកឲ្យខ្ញុំជាអ្នកគ្រាបងប្រុសទៅវិញចេញឲ្យឆ្ងាយទៅកុំយកដៃខ្វក់ឯងមកប៉ះនេះក្មេងនេះមិនបានជាបងប្រុសកាច់ម្លេះតើខ្ញុំធ្វើខុសត្រង់ណាទើបធ្វើឲ្យបងប្រុសខឹងបងស្រីកុំបន្ទោសបងប្រុសអីមកពីខ្ញុំមិនល្អតើឯងកែឈួតអីទៀតហើយចង់ទៅត្រើយម្ខាងនៃស្រះក៏ប្រាប់នៅទីនេះមកខ្ញុំចង់ផឹកតែយកព្រមឯងរងចាំសិនទៅតើឯងចង់ធ្វើអ្វីឲ្យប្រកបណាស់គឺដើម្បីភាពសប្បាយបងប្រុសធ្វើបែបនេះសំតែវង្វេងផ្លូវហើយតើឯងដឹងថាយើងវង្វេងផ្លូវដោយរបៀបណាមិនមែនដោយសារតែតាំងចិត្តលួចចេញមកទេដឹងខ្ញុំមើលដឹងណាបងប្រុសប្រហែលជាលួចស្រឡាញ់បងស្រីទេពធីតាហើយគួរឲ្យស្ដាយដែលបងជាមនុស្សលាក់ទុកក្នុងចិត្តហើយថែមទាំងនឹកភ្នែកទៀតនិយាយផ្ដេសផ្ដាសនេះក្មេងនេះមិនចូលចិត្តស្ត្រីដែលកោងកាច់បែបនោះទេតោះបងប្រុសខ្ញុំគ្រាបងទៅត្រើយម្ខាងដងមេនិយាយថាស្រុកកំណើតគេខ្វះសូត្រនឹងតែប៉ុន្តែមានមាសនឹងត្បូងពីពេញដីនេះមិនមែនជារឿងលេងសើចទេនេះច្បាស់ជាឱកាសរកស៊ីដ៏ធំដែលធ្លាក់ដល់មុខផ្ទះហើយនេះក្មេងឆាប់មកទីនេះខ្ញុំនឹកឃើញវិធីមួយដែលអាចធ្វើឲ្យគ្រួសារគូខ្លាយជាអ្នកមានបានស្រុកកំណើតរបស់ម៉ាដងមេខ្វះសូត្រខ្វះតែចំណែកក្រណាត់នឹងតែនៅកន្លែងយើងគឺថោកបំផុតល្មមអាចយកទៅដោះដូរយកមាសនឹងត្បូងរបស់ពួកគេបានឲ្យតែយើងអាចបើកផ្លូវពាណិជ្ជកម្មកាត់វាលខ្សាច់បានដឹកទំនិញពីតំបន់កណ្ដាលទៅទីនោះហើយបដូរយករបស់មានតម្លៃពីតំបន់ភាគខាងលិចមកវិញទៅមួយជើងមកមួយជើងប្រាក់ចំណេញអាចកើនឡើងរាប់រយរាប់ពាន់ដងការរកស៊ីចំណេញកប់ពុកមួយនេះនេះក្មេងយកព្រមហើយចាប់ពីថ្ងៃនេះទៅគ្រួសារគូត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីបើកផ្លូវសូត្រមួយនេះយេបងស្រីទេពធីតាទ្រង់ច្បាស់ជាព្រះនាងដែលស្អាតបំផុតក្នុងលោកហើយនេះជាលើកទី1ហើយដែលខ្ញុំបានឃើញមនុស្សស្អាតយ៉ាងនេះហាអ្នកនាងលេងតើអ្នកស្គាល់គេពីណាមិត្តមកពីតំបន់ភាគខាងលិចនិយាយស្ដីគួរឲ្យស្រឡាញ់ណាស់ព្រះនាងម្ចាស់ខ្ញុំម្ចាស់មានរឿងធំមួយចង់សូមឲ្យទ្រង់ជួយចង្អុលបង្ហាញអ្នកនិយាយមកចុះនេះគឺជាគម្រោងពាណិជ្ជកម្មតំបន់ភាគខាងលិចដែលខ្ញុំម្ចាស់បានរៀបចំខ្ញុំម្ចាស់ដាក់ឈ្មោះថាផ្លូវសូត្រយើងយកសូត្រពីតំបន់កណ្ដាលតែនឹងកូឡាភីកទៅលក់នៅតំបន់ភាគខាងលិចរួចបដូរយកមាសនិងត្បូងមកវិញវាអាចធ្វើឲ្យប្រទេសជាតិមានភាពរុងរឿងអាចបង្កើនចំណូលដល់ឃ្លាំងជាតិផងដែរឲ្យតែអាចយកបានលិខិតអនុញ្ញាតធ្វើពាណិជ្ជកម្មផ្លូវពាណិជ្ជកម្មមួយនេះច្បាស់ជាអាចសម្រេចបានយើងនឹងពិនិត្យមើលឲ្យបានល្អិតល្អន់សិនល្អណាស់ផ្លូវសូត្រមួយខ្សែនេះពិតជាមានប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាជនខ្លាំងណាស់ជាទៅអ្នកពិតជាមនុស្សមានទេពកោសល្យមែនមិនត្រឹមតែចេះធ្វើចំនួនទេថែមទាំងចេះគិតគូរដល់ប្រទេសជាតិទៀតសូមអរព្រះគុណព្រះនាងដែលបានសរសើរខ្ញុំម្ចាស់គ្រាន់តែសង្ឃឹមថានឹងអាចចូលរួមចំណែកដើម្បីភាពរុងរឿងរបស់ដាស៊ីតែប៉ុណ្ណោះព្រះនាងម្ចាស់គ្រួសារគូសុខចិត្តបញ្ចេញធនធានទាំងអស់ដើម្បីជំរុញរឿងនេះឲ្យបានសម្រេចបើដូច្នេះមែនរឿងនេះមិនអាចពន្យាពេលបានទេយើងនឹងនាំអ្នកទាំងពីរចូលគាល់ព្រះចៅអធិរាជឥឡូវនេះមែនទេសូមអរព្រះគុណព្រះនាងម្ចាស់រំខានព្រះនាងហើយមិនបាច់គួរសំទេគោលនយោបាយជាតិល្អយ៉ាងនេះយើងជាព្រះនាងច្បាស់ជាត្រូវគ្រប់គ្រងឲ្យអស់ពីលទ្ធភាពរ៉ែនឹងត្បូងទាំងនេះសុទ្ធតែជារបស់កុមារនៅតំបន់កណ្ដាលពិតជារបស់មានតម្លៃពីតំបន់ភាគខាងលិចមែនល្អលីនជឿទៅគម្រោងមួយនេះពិតជាមានភាពលម្អិតនិងគ្រប់ជ្រុងជ្រោយគ្រប់គ្រាន់នឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយធ្វើពាណិជ្ជកម្មជាមួយតំបន់ភាគខាងលិចដូរទំនិញគ្នាទៅវិញទៅមកពិតជារឿងល្អដែលផ្ដល់ប្រយោជន៍ដល់ជាតិនិងប្រជាជនយើងនឹងចេញរីជុំកាយឥឡូវនេះតែងតាំងគ្រួសារគូជាបេសកជនពាណិជ្ជកម្មរបស់ដាស៊ីផ្ដល់កងឆ្មាំរីជវាំងចំនួន300នាក់ដើម្បីការពារសុវត្ថិភាពតាមផ្លូវបញ្ជាឲ្យគូចៅអាននិងលីងជីទៅធ្វើជាអ្នកដឹកនាំមុខការដឹកនាំក្បួនពាណិជ្ជកម្មដែលពោពេញដោយសូត្រតែនឹងកូឡាភីកចេញដំណើរទៅតំបន់ភាគខាងលិចភ្លាមដើម្បីបើកផ្លូវពាណិជ្ជកម្មទទួលរីជុំការខ្ញុំម្ចាស់លីងជីទៅទទួលរីជុំការសូមក្រាបថ្វាយបង្គំព្រះអង្គជាវទូលបង្គំគូចៅអានទទួលរីជុំការសូមក្រាបថ្វាយបង្គំព្រះអង្គខ្លាចជាអ្នកមានហើយដំណើរទៅតំបន់ភាគខាងលិចលើកនេះខ្ញុំនឹងរកលុយឲ្យពេញហោប៉ៅកូនសម្លាញ់របស់ម៉ែតំបន់ភាគខាងលិចគឺជាកន្លែងព្រៃផ្សៃដែលស៊ីមនុស្សមិនខ្ជាក់ឆ្អឹងទេណាភ្នែកកូនមើលមិនឃើញចុះបើជួបនឹងពួកចោរព្រៃសម្លាប់មនុស្សមិនញើសដៃនោះកូនរត់ក៏មិនរួចដែរម៉ែមិនអនុញ្ញាតឲ្យកូនទៅតទេមែនហើយចៅអានរឿងនេះពិតជាគ្រោះថ្នាក់ណាស់ពុកសុកចិត្តប្រឆាំងរីជុំការក៏មិនអាចឲ្យកូនទៅស្លាប់បានដែរលោកម្ចាស់អ្នកស្រីកុំតន់ឲ្យយំអីដងមីបាននិយាយថានៅតំបន់ភាគខាងលិចមានគ្រូពេទ្យទេវតាដែលលាក់ខ្លួនជាច្រើនមិនប្រកាសថាអាចព្យាបាលភ្នែកនេះក្មេងបានទេមែនទេដងមីអូមែនតំបន់ភាគខាងលិចរបស់យើងមានគ្រូពេទ្យដែលអាចជួយមនុស្សឲ្យរស់ពីសេចក្តីស្លាប់បានប្រហែលជាអាចព្យាបាលភ្នែករបស់ចៅអានបានមែនជីទៅបើដូច្នេះតាមផ្លូវនេះនាងត្រូវមើលថែនេះក្មេងឲ្យបានល្អភ្នែកគេពិបាកមើលកុំឲ្យគេទទួលរងការលំបាកឲ្យសោះម៉ែកុំបារម្ភអីម៉ែគិតច្រើនធ្វើអ្វីកម្លាំងនាងដូចគោទៅហើយតាមផ្លូវនេះមានតែអ្នកដទៃខ្លាចនាងវិញទេ
ហា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 ក្មេងស្អុយចេះតែនិយាយផ្ដេសផ្ដាសបានហើយអ្នកទាំងពីរត្រូវប្រយ័ត្នប្រយែងតាមផ្លូវផងហឹមប្រគល់អាមនុស្សដែលរត់ចេញពីផ្ទះនោះមកឲ្យយើងភ្លាមបងស្រីទេពធីតាជួយផងកុំឲ្យគេដឹងពីកន្លែងលាក់ខ្លួនរបស់ខ្ញុំឲ្យសោះអ្នកនាងអ្នកមើលច្រឡំមនុស្សហើយដឹងទីនេះគ្មានអ្នកឈ្មោះអ៊ីលីម៉ាំងទេគឺគេនឹងហើយអ៊ីលីម៉ាំងឯងពូកែណាស់មែនទេហ៊ានលួចរត់ម្នាក់ឯងមកដាស៊ីឆាប់ត្រឡប់ទៅតំបន់ភាគខាងលិចជាមួយបងវិញបងស្រីលេងខ្ញុំមិនមែនក្មេងទៀតទេហេបងស្រីដ៏ស្រស់ស្អាតសូមមេត្តាបន្ធូរដៃផងចៃដល់អីពួកយើងក៏ទើបតែទទួលរាជបញ្ជាឲ្យទៅធ្វើពាណិជ្ជកម្មនៅតំបន់ភាគខាងលិចដែរចុះបើពួកយើងរួមដំណើរជាមួយគ្នាពួកយើងនឹងចេញដំណើរនៅថ្ងៃស្អែកទៅជាមួយក្បួនពាណិជ្ជកម្មមានសុវត្ថិភាពជាងអ្នកទាំងអស់គ្នានឹងទៅតំបន់ភាគខាងលិចមែនហើយពួកយើងចេញដំណើរថ្ងៃស្អែកល្អយល់ព្រមបងស្រីល្អបំផុតចាងហៅយីចេញមកលោកចាងគ្រូសាគួយលើយ៉ាងម៉េចហើយព្រះចៅអធិរាជបានតែងតាំងពួកគេជាបេសកជនពាណិជ្ជកម្មថ្ងៃទៀតនឹងចេញដំណើរទៅតំបន់ភាគខាងលិចយ៉ាងអធិកអធមចេញទៅតំបន់ភាគខាងលិចមានកិត្តិយសណាស់គូចៅអានដែលខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះក៏ដោយសារតែឯងទាំងអស់ចាំដល់ថ្ងៃដែលឯងត្រឡប់មកពីតំបន់ភាគខាងលិចវិញខ្ញុំច្បាស់ជាធ្វើឲ្យឯងរស់មិនស្មើស្លាប់មិនខាននេះគឺជាវាលខ្សាច់ពិតជាគួរឲ្យខ្លាចមែនមិនស្រួលទេខាងមុខជារណ្ដៅខ្សាច់លិចប្រទេសរបស់នេះក្មេងគូបានផុងចូលទៅហើយទុកឲ្យនឹងកុំទាញផ្ដេសផ្ដាសប្រទេសនឹងក្រឡាប់នេះក្មេងគូមិនកាត់ទេបើនៅយឺតប្រទេសនឹងលិចចុះទៅហើយថយចេញឲ្យអស់អស្ចារ្យបងស្រីទេពធីតាអស្ចារ្យណាស់នេះជាទេវតាកម្លាំងខ្លាំងចាប់ជាតិមែនទេឯងពិតជាដើរយឺតជាងខ្យងទៅទៀតទម្លាក់ខ្ញុំចុះខ្ញុំចេះដើរខ្លួនឯងនេះក្មេងភ្នែកឯងមើលមិនឃើញទេក្នុងវាលខ្សាច់នេះមានសុទ្ធតែរណ្ដៅបើឯងដួលខ្ញុំត្រូវលីឯងទៀតនាំតែរំខាននេះក្មេងពួកយើងជាអ្នកតំបន់កណ្ដាលទ្រាំនឹងកម្ដៅថ្ងៃនេះមិនបានទេនេះច្បាស់ជាភ្នែកឯងរើឡើងវិញហើយនេះក្មេងកុំធ្វើបាបខ្លួនឯងអីបើជឿខ្លួនខំខ្ញុំមកបើមិនអញ្ចឹងទេពេលត្រឡប់ទៅវិញតើខ្ញុំមានមុខទៅជួបអ្នកស្រីយ៉ាងម៉េចមិនចង់ខំខ្ញុំទៅអញ្ចឹងក៏ស្រែកឲ្យខ្លាំងមកបើតឹងទ្រង់ស្លាប់តើជាកំហុសនរណាអ្នកតំបន់កណ្ដាលភ្នែកឯងនៅតែមិនអីទេដឹងមិនអីទេមិនរំខានដល់ការធ្វើដំណើរទេនៅខាងមុខមិនឆ្ងាយប៉ុន្មានមាន Oasis មួយកន្លែងដែលជាកន្លែងស្នាក់នៅរបស់គ្រូពេទ្យទេវតាដើម្បីឈ្មោះទូទាំងតំបន់ភាគខាងលិចឲ្យតែទៅដល់ទីនោះឯងមិនបាច់ទ្រាំរង់ទុកយ៉ាងនេះទៀតទេអរគុណដែលបានប្រាប់យកយល់ដែលអ្នកបានឲ្យប្អូនប្រុសខ្ញុំស្នាក់នៅខ្ញុំនឹងទៅរកបេថ្នាំនៅក្បែរនេះសម្រាប់ព្យាបាលភ្នែកដើម្បីជួយសម្រាលអាការៈរងរបួសរបស់អ្នកសិនអ៊ីលីម៉ាំងបងទៅសិនហើយក្បួននេះទុកឲ្យឯងជាអ្នកមើលការខុសត្រូវបងស្រីអ្នកមានគុណមើលចុះទីនោះហើយជាផ្ទះរបស់គ្រូពេទ្យទេវតាណែពួកឯងជានរណាពួកយើងមកពីកូដាស៊ីចង់រកគ្រូពេទ្យទេវតាដើម្បីព្យាបាលភ្នែករបស់លោកម្ចាស់ម្នាក់នេះហើយលោកគ្រូបានប្រាប់ហើយថាអ្នកចង់យានសុទ្ធតែជាមនុស្សអាក្រក់មិនទទួលព្យាបាលដាច់ខាតមិនក៏ឯងនិយាយអញ្ចឹងពួកយើងមានលុយតើមិនខ្វល់ទេអ្នកចង់យានគឺអាក្រក់ណាស់មើងងាយអ្នកចង់យានមែនទេបានលោកយាយនេះថ្ងៃនេះនឹងប្រើដើមឈើមួយដើមនេះបុកទ្វារកញ្ចាស់របស់ឯងឲ្យខ្ទេចតែម្ដងចាំមើលថាឯងព្រមព្យាបាលឬអត់បងស្រីទេវតាសូមបន្ធូរកំហឹងសិនទុកឲ្យខ្ញុំចាត់ការទៅប្រាប់លោកគ្រូរបស់ឯងទៅថាខ្ញុំគឺជាព្រះអង្គម្ចាស់តំបន់ខាងលិចប្រាប់ឲ្យគាត់ឆាប់បើកទ្វារភ្លាមធម្មតាពូកែតែអួតតើឯងពិតជាព្រះអង្គម្ចាស់មែនឬប្រយ័ត្នបន្តិចទៀតខ្មាស់គេណាហាមុខដូចឯងនឹងព្រះអង្គម្ចាស់បើឯងជាព្រះអង្គម្ចាស់អញ្ចឹងយើងជាស្ដេចហើយអាល្អិតលោឡាស្អីហ្នឹងមិនមែនប្រាប់ឲ្យពួកឯងចេញទៅហើយទេមានអាល្អិតក្បាលលឿងនេះហ៊ានតាំងខ្លួនជាព្រះអង្គម្ចាស់ទៀតពិតជាជនក្បត់ជាតិរបស់តំបន់ខាងលិចយើងមែន
anh tha nửa ná chi chôn cọp xôm xôm phai bằng cung prening Lisa tu bằng cung miền pnei tại mơ mình squat nôm thái sàn khoác pnei cáiរបស់anhហើយនេះជាប្អូនប្រុសបង្កើតរបស់ខ្ញុំព្រះអង្គម្ចាស់អ៊ីលីម៉ូសូមព្រះអង្គម្ចាស់លើកលែងទោសផងទូបង្គំសុំតែស្លាប់ទូបង្គំសុំតែស្លាប់ណាស់ព្រះឲ្យពិតជារាជវង្សមែនឬនេះហេឆាប់ក្រោកឡើងព្យាបាលភ្នែកឲ្យបងចាំងអានរបស់ខ្ញុំភ្លាមសូមប្រាប់ទូព្រះនាងនិងព្រះអង្គម្ចាស់ភ្នែករបស់លោកម្ចាស់ម្នាក់នេះគឺដោយសារត្រូវពីដកគម្រំយ៉ាងរបស់តំបន់ខាងលិចដែលធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទភ្នែកពិធីចាក់បញ្ចូលវិទ្យាសាស្ត្ររបស់ទូបង្គំរួមផ្សំជាមួយនឹងការត្រាំថ្នាំពិតជាអាចបន្សាបពីនិងស្ដារភ្នែកឡើងវិញបានមែនគ្រាន់តែថាការព្យាបាលនេះត្រូវការអស់ដកកំបំផុតមួយដែលមានឈ្មោះថាផ្កាឈូកទឹកកកធានសានតើអាចរកបាននៅណាផ្កានេះដុះតែនៅលើច្រាំងភ្នំចោតនៅក្រៅទីក្រុងប៉ុណ្ណោះមនុស្សធម្មតាមិនអាចឡើងទៅដល់ទេខ្ញុំនឹងទៅសាកល្បងឡុងសៀងគូចាំងអានលោកមើលមិនឃើញផងមានសិទ្ធអីទៅញ៉ៃញ៉ៃជាមួយគាត់សួរខ្ញុំដឹងថាអ្នកអាចធ្វើបានដឹងស្រាប់ហើយថាមានរបួសអូយខ្ញុំមិនអីណាលោកម្ចាស់គូពេលដែលខ្ញុំចាក់បញ្ចូលឲ្យលោកខ្ញុំបានរកឃើញថាភ្នែកទាំងពីរនេះត្រូវពីអាចកំបាំងមួយរបស់តំបន់ខាងលិចពីនេះគ្មានពណ៌គ្មានក្លិនទេតែអាចធ្វើឲ្យសរសៃប្រសាទភ្នែកអ្នកត្រូវពីចុះខ្សោយបន្តិចម្ដងហើយទីបំផុតคล้ายជាខ្វាក់ទាំងស្រុងខ្ញុំគិតហើយថាសុកមិនក៏មើលលែងឃើញពិតជាមានគេលួចធ្វើបាបមែនតើនរណាជាអ្នកដែលមានចិត្តអាក្រក់យ៉ាងនេះប៉ុន្តែពេលនេះលោកអាចស្ងប់ចិត្តបានហើយឥឡូវជាតិពីត្រូវបានកម្ចាត់អស់ហើយសរសៃប្រសាទភ្នែកក៏ត្រូវបានស្ដារឡើងវិញយ៉ាងល្អដែរបាននិយាយពីស្ថានភាពរាងកាយភ្នែករបស់លោកបានជាសះស្បើយទាំងស្រុងហើយស្ថានភាពរាងកាយបាត់បញ្ហាពេលនេះមិនមែននៅលើភ្នែកទេតែនៅក្នុងចិត្តគ្រាន់តែត្រូវយកឈ្នះភាពភ័យខ្លាចក្នុងចិត្តឲ្យបានល្អណាស់លោកម្ចាស់តើលោកគឺទេគ្រូពេទ្យប្រាប់ថាលោកអាចមើលឃើញវិញហើយឆាប់បើកភ្នែកឡើងមើលខ្ញុំមកស៊ីទៅខ្ញុំហាក់ដូចជាអាចមើលឃើញបន្តិចហើយលោកម្ចាស់តើលោកមើលឃើញខ្ញុំច្បាស់ទេមើលមិនច្បាស់ទេឃើញតែស្រមោលព្រើមានអារម្មណ៍ថាអាក្រក់មើលណាស់លោកទើបអាក្រក់គ្រួសារលោកទាំងអស់នឹងហើយអាក្រក់ជាតិពីក្នុងខ្លួនលោកម្ចាស់គូត្រូវបានជំរះស្អាតហើយពេលនេះភ្នែករបស់គាត់បានជាសះស្បើយហើយអាស្រ័យលើគាត់ខ្លួនឯងទេថាតើគាត់អាចបន្ធូរបន្ថយបញ្ហាក្នុងចិត្តបានទាំងស្រុងឬអត់មូលហេតុផ្លូវចិត្តមើលខ្ញុំធ្វើអីមើលដោយសារតែឃើញថាសង្ហានឹងឯងហាលោកម្ចាស់មិនក៏ងាយអ៊ីនម្លេះបងស្រីទេវតាសូមជួយមើលខ្ញុំបន្តិចមើលខ្ញុំស្លៀកអាវមួយនេះទៅសង្ហាខ្លាំងណាស់មែនទេស្អាតតើបងសាកប្រៀបធៀបមើលទៅខ្ញុំច្បាស់ជាសង្ហាជាងបងចាំងអានដែលធ្វើមុខស្មើពេញមួយថ្ងៃនេះសង្ហាជាងដាច់មែនទេអាតោះដល់ពេលត្រូវចេញដំណើរហើយអេបងប្រជែងអីហ្នឹងសង្ហាទាំងអស់គ្នាហ្នឹងហាមលើកអ្នកនេះជន់អ្នកនោះបងស្រីលីសាដោយសារអ្នកទាំងអស់គ្នាជារាជវង្សពេលទៅដល់វាំងតើអាចជួយណែនាំពួកយើងបន្តិចបានទេដើម្បីចាត់ចែងរឿងដោះដូរពាណិជ្ជកម្មឲ្យបានឆាប់មិនបានទេពីមុនខ្ញុំគ្រាន់តែយកព្រមធ្វើដំណើរជាមួយអ្នកអង្គរដាស៊ីទៅកាន់តំបន់ខាងលិចជាមួយគ្នាប៉ុន្តែខ្ញុំគ្មានការតបកិច្ចនាំអ្នកទៅដល់វាំងផ្ទាល់ទេប៉ុន្តែបងស្រីលីសាការដោះដូរពាណិជ្ជកម្មជារឿងល្អដែលទទួលបានប្រយោជន៍ទាំងសងខាងណាហើយតំបន់ខាងលិចនិងលើឡានរបស់យើងរស់នៅតាមបែបផែនរៀងខ្លួនទឹកអណ្ដូងមិនប៉ះពាល់ទឹកទន្លេល្អស្រាប់ហើយខ្ញុំមិនចង់ឲ្យតំបន់ខាងលិចមានពាក់ព័ន្ធជាមួយដាស៊ីរបស់អ្នកជាប់តាក់ទងគ្នាខ្លាំងពេកទេដើម្បីកុំឲ្យនាំជាប់ចូលផ្ទះដល់ពេលនោះសូម្បីតែស្លាប់របៀបណាក៏មិនដឹងផងបងស្រីបងគិតខុសហើយអំឡុងពេលខ្ញុំនៅចុងយាននេះខ្ញុំបានឃើញផ្ទាល់ភ្នែកនៅភាពរុងរឿងរបស់ដាស៊ីវាលើសពីការស្រមើស្រមៃរបស់តំបន់ខាងលិចយើងទៅទៀតអញលួចរត់ចេញទៅលេងនៅមានមុខមកនិយាយទៀតបងស្រីសាក់គិតមើលទៅតំបន់ខាងលិចយើងមានរ៉ែកមកផ្សេងដែលដាស៊ីត្រូវការផលិតផលរ៉ែចំណែកឯដាស៊ីមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលយើងកំពុងខ្វះខាតយ៉ាងខ្លាំងការដោះដូរពាណិជ្ជកម្មគឺជាកិច្ចការដ៏ធំធេងដែលផ្ដល់ប្រយោជន៍ដល់ប្រជាជនយើងទាំងសងខាងណាបានអ៊ីលីម៉ូអញធំហើយបងយល់ព្រមនាំពួកគេទៅវាំង
ឈ្មោះលុងដាស៊ីគ្រូសាគូសូមក្រាបបង្គំទូលថ្វាយលិខិតសុំដោះដូរពាណិជ្ជកម្មសូមព្រះអង្គទ្រង់អនុញ្ញាតឲ្យប្រទេសទាំងពីរធ្វើពាណិជ្ជកម្មដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកចាំសិនហាវយីបានប្រាប់ខ្ញុំរួចហើយថាឈ្មោះផ្លូវការរបស់ដាស៊ីនឹងមកប្រសិនបើបណ្ដោយឲ្យពួកគេជោគជ័យក្នុងការធ្វើពាណិជ្ជកម្មព្រះរាមតំណែងជាស្ដេចតំបន់ខាងលិចនេះច្បាស់ជារឹតតែរឹងមាំហើយព្រះរាមទតមើលចុះព្រះចៅអធិរាជដាស៊ីហ៊ានបញ្ជូនមនុស្សខ្វាក់ដែលទើបនឹងមើលឃើញនឹងក្មេងស្រីម្នាក់មកធ្វើពាណិជ្ជកម្មជាមួយយើងនេះបញ្ជាក់យ៉ាងច្បាស់ថាមើងងាយពួកយើងបានឆ្លងកាត់ការជ្រើសរើសជាច្រើនដំណាក់កាលទើបទទួលបានតំណែងជាឈ្មោះលុងនេះក្នុងនាមជាប្រជានុរាស្ត្រដាស៊ីការដែលអាចឈរនៅទីនេះបានគឺជាសមត្ថភាពរបស់ពួកយើងសូមព្រះអង្គទ្រង់ព្រះតម្រិះពិចារណាផងនេះមិនមែនជាការប្រមាថដល់ព្រះបរមរាជវាំងតំបន់ខាងលិចនោះទេការធ្វើពាណិជ្ជកម្មគឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះយ៉ាងនេះចុះតំបន់ខាងលិចយើងតែងតែលើកដំកើងក្បាច់គុណគោរពអ្នកខ្លាំងពួកអ្នកចុងយានប្រសិនបើអាចបង្កើតស្ដេចតនៃតំបន់ខាងលិចយើងបានយើងនឹងចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មនេះរឿងនេះមានអីពិបាកខ្ញុំជាអ្នកធ្វើចាំមើលរឿងល្អចុះស្ដេចតគឺជាសត្វដែលសាហាវជាងគេនៅតំបន់ខាងលិចអ្នកបម្រើចូលបណ្ដាពូជស្ដេចតនោះមកទីនេះស្ដេចតមួយក្បាលនេះធ្លាប់សម្លាប់មនុស្សជាច្រើនអ្នកមកហើយវាជាសត្វដ៏សាហាវល្បីឈ្មោះនៅតំបន់ខាងលិចនេះនាងតូចឥឡូវនាងស្ដាយក្រោយក៏នៅទាន់ដែរព្រះបតាមិនអាចទេស្ដេចតនេះអាចសម្លាប់មនុស្សបានណាព្រះបតាគុណនឹងនាំពួកគេមកសុំទោសសូមព្រះអង្គលើកលែងឲ្យពួកគេផងគ្រាន់តែព្រះអង្គមានបន្ទូលមែនទេនោះទេឲ្យតែខ្ញុំបង្កាប់តមួយក្បាលនេះបានព្រះអង្គនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះហើយនិយាយម៉ាត់ណាម៉ាត់នឹងល្អនិយាយត្រូវតែធ្វើតាមនឹង